And your case is dismissed. Thank Good morning, Good luck sir. to you and God Good bless morning, you. Judge. នេះជារឿង Mr. មួយដែលកើត Kowal, ឡើងនៅក្នុងសហរដ្ឋអាមេរិកណាគឺនិយាយអំពីពុកម្នាក់ដែលគាត់មានអាយុ96ឆ្នាំតែគាត់បើកបំពេញច្បាប់ក្នុងការបើកបរលើសល្បឿនកំណត់នៅតំបន់សាលារៀនណាអញ្ចឹងគាត់គេត្រូវយកគាត់ចូលក្នុងកន្លែងកាត់ក្តី Beg pardon? you are charged with a school zone violation, which means that you were exceeding the speed limit in a school zone. I don't drive that fast, Judge. I'm 96 years old and I drive slowly and I don't drive that fast, Judge. I'm 96 years old and I drive slowly and I only drive when I have to. អូខេហើយគាត់ក៏និយាយថាគាត់ឥឡូវចាស់ហើយគាត់បើកយឺតទេគាត់អាចបើកលឿនបានទេក៏ប៉ុន្តែគាត់ត្រូវតែបើកលឿននៅពេលដែលមានលក្ខខណ្ឌមួយចំនួនហើយគាត់នឹងប្រាប់ថាដោយសារអី I was going to the blood work for my boy. He's handicapped. គាត់និយាយថាកូនរបស់គាត់នឹងគឺត្រូវការយកទៅពិនិត្យឈាមដោយសារតែគាត់នឹងមានជំងឺម្យ៉ាងគឺជំងឺ cancer យើងហៅថាមហារីក You were taking your son to the doctor's office? Yeah. ដល់ពេលសម្រាប់នេះchurch គាត់បានសួរថាតើកូនរបស់គាត់នឹងត្រូវយកទៅមន្ទីរពេទ្យមែនឬ Yeah. I take him for blood work every 2 weeks because he's got cancer. នេះហើយគាត់និយាយថាលោកអ៊ំម្នាក់ហ្នឹងឬក៏តាម្នាក់ហ្នឹងគាត់និយាយថាគាត់ត្រូវយកកូនគាត់យកទៅពិនិត្យឈាមនៅពេលរៀងរាល់2សប្តាហ៍ You are a good man. You are. ណោះហើយ church គាត់ក៏បាននិយាយថាអូលោកឯងគឺជាឪពុកដ៏ល្អម្នាក់ You really are what America is all about. Here you are in your 90s, and you're still taking care of your family. That's just a wonderful thing for you. Well, how old is your son? 60. អូខេហើយគាត់ក៏សរសើរលោកតាហ្នឹងគាត់ថាអូលោកឯងគឺជាឪពុកដ៏ល្អម្នាក់សម្រាប់សហរដ្ឋអាមេរិកគួរតែយកគំរូតាមហើយគាត់ក៏បានសួរទៀតសួរទៅកូនប្រុសរបស់គាត់ថាកូនប្រុសរបស់គាត់មានអាយុប៉ុន្មាន 63. Yeah. គាត់និយាយថាកូនរបស់គាត់នឹងមានអាយុ63ឆ្នាំហើយអញ្ចឹងលោកតាមានអាយុ96តែកូនគាត់ទៅ63ឆ្នាំទេហើយកើតជំងឺមហារីកទៀតអញ្ចឹងនេះពាក់ព័ន្ធជាមួយទៅនឹងការបើកបរអញ្ចឹងពេលខ្លះគាត់ទៅការបើកលឿនអញ្ចឹងជាមើលថាតើសម្រាប់ដែល church ឬក៏អ្នកកាត់ក្តីឬក៏ចៅក្រមហ្នឹងគាត់កាត់ក្តីយ៉ាងម៉េច And Daddy's still taking care of him, right? I only drive when I have to. Yeah. លោកតាហ្នឹងគាត់ក៏និយាយថាខ្ញុំមិនចង់បើកបរលឿនទេប៉ុន្តែពេលខ្លះខ្ញុំត្រូវតែបើកលឿន You see that young man over there? That's my son. Now, he's looking at me saying, Dad, when you're in your 90s, you're going to be driving me around. You're setting a bad example for my kid. You're putting a lot of pressure on me. Listen, sir, I wish you all the best. I wish the best for your son, and I wish you good health. អូខេនេះចៅក្រមគាត់ចាប់ដើមជូនពរទៅកាន់លោកតាហ្នឹងហើយនឹងកូនរបស់គាត់ថាឲ្យមានសុខភាពល្អសំណាងល្អហើយចុងក្រោយនេះជាការកាត់ក្តីរបស់ church ហ្នឹងជាមើលតែគាត់កាត់ក្តីមិន And your case is dismissed. Good luck to you, and God bless you. Thank you. អូខេអញ្ចឹងនៅទីបំផុត church ក៏សម្រេចចិត្តថាគាត់ទោសហ្នឹងគឺត្រូវបានច្រានចោលឬក៏គេអត់យកទោសបីទៅលើលោកតានឹងទេដោយសារគាត់ធ្វើនេះគឺតាមរយៈការបង្ខំចិត្តយើងនិយាយភាសាខ្មែរយើងថាការបង្ខំចិត្តចោះគាត់មិនចង់បើកបរលឿនទេប៉ុន្តែពេលខ្លះគាត់ត្រូវតែធ្វើអញ្ចឹងដើម្បីកូនគាត់យកកូនគាត់ទៅពិនិត្យឈាមដោយសារតែកូនគាត់ហ្នឹងកើតជំងឺមហារីកអញ្ចឹងអានេះជាវីដេអូមួយរបស់ជនជាតិអាមេរិកទេដែលភាគច្រើននៅក្នុងជនសហរដ្ឋអាមេរិកអញ្ចឹងយើងគួរតែយកគំរូតាមឬក៏យ៉ាងណាស្រេចទៅលើអ្នកទាំងអស់គ្នា